មុននឹងអរគ្នានេះគឺសម្រាប់អ្នកដែលគាត់អត់ចេះបង្កើត account Wattpad ដោយសារតែវាញញ៉ៃហើយពិបាកខ្លាំងមែនទែនអញ្ចឹងថ្ងៃនេះខ្ញុំនឹងមកប្រាប់អ្នកនរគ្នាពីរបៀបបង្កើត account អញ្ចឹងដំបូងខ្ញុំសូមបញ្ជាក់ថាវីដេអូនេះគឺខ្ញុំយកមកពីបរទេសទេគឺខ្ញុំមិនបានថតផ្ទាល់អីទេអូខេតោះអញ្ចឹងជាដំបូងឡើយពួកយើងត្រូវ download Wattpad សិនមកហើយពេល download បានហើយយើងចុចចូល app ហ្នឹងមកអញ្ចឹងដំបូងពេលយើងចុចចូលមកវាមានអីទេត្រូវអត់នេះវាមានតែ4-5នេះទេដែលជាអីដែលយើងអាចចូលទៅបង្កើត account បានគេមានជម្រើសឲ្យយើងអានេះយើងអាច sign up ជាមួយនឹង Google របស់យើងហើយទី2យើងអាច sign up ជាមួយនឹង Facebook account របស់យើងហើយទី3សម្រាប់ iPhone យើងចុច sign up ជាមួយនឹង Apple ID របស់យើងក៏បានដែរឬក៏មួយទៀតយើងអត់ចង់ sign up ជាមួយនឹងខាងលើអស់ហ្នឹងទេអញ្ចឹងយើងចុចបង្កើតវាថ្មីមកនេះកន្លែងនេះចុចវាបង្កើតជាមួយនឹង email របស់យើងតែខ្ញុំគិតថាអ្នកនរគ្នាគួរតែ sign up ជាមួយនឹងជម្រើសខាងលើហ្នឹងទៅព្រោះវាអាចនឹងងាយស្រួលជាងគ្រាន់តែយើងត្រូវដាក់ឈ្មោះហើយនឹង password តិចតួចអីទេគឺបានហើយតែបើយើងចង់បង្កើតជាមួយនឹង email យើងធ្វើតាមវិធីនេះចុចលើវាមកហើយវានឹង load map ហ្នឹងឲ្យយើងបំពេញប្រាប់អំពីអីដែលតាក់ទងនឹងយើងអីចឹងទៅនេះ account ទី1នេះយើងត្រូវដាក់ email របស់យើងចូលមកបន្តមកទៀត account ទី2គឺត្រូវដាក់ឈ្មោះរបស់យើងអ្នកនរគ្នាចង់ដាក់អីដាក់ទៅតែយើងចំណាំមើលកន្លែងនេះបន្តិចតោះតែវា load create map ហ្នឹងបានវាមានន័យថាយើងបំពេញឈ្មោះហ្នឹងគឺត្រឹមត្រូវហើយនឹងល្អតែបើវា load ក្រហមវិញយើងត្រូវព្យាយាមដាក់ឈ្មោះបែបម៉េចដើម្បីឲ្យត្រូវចិត្តវាដល់វា load ឲ្យយើងញ៉ា click កន្លែងនេះអូខេបន្តមកទៀតអានេះគឺថ្ងៃកំណើតរបស់យើងចង់ដាក់អីដាក់ទៅហើយកន្លែងនេះវាឲ្យយើងចុចហើយើងដាក់តាមគេអញ្ចឹងមកអញ្ចឹងពេលហើយយើងចុច continue ហើយវានឹងចេញ map ហ្នឹងកន្លែងហ្នឹងវាឲ្យយើងដាក់ password អញ្ចឹងយើងដាក់មកហើយអាក្រោមនេះក៏ដូចគ្នាយើងបញ្ជាក់ password ម្ដងទៀតអញ្ចឹងពេលហើយយើងក៏លេចមកមើលអបអបពីខាងក្រោមនេះយើងចុច click លើវាទាំងពីរមកហើយចុច sign up នេះបន្ទាប់មកវានឹងចេញអញ្ចឹងគឺវានឹងឲ្យយើងរើអីដែលយើងចូលចិត្តអានបែបប្រភេទណាអីចឹងណាយើងចុចអាណាចុចទៅមិនខ្វល់ទេហើយចុច continue ទៀតអញ្ចឹងពេលហ្នឹងគឺយើងបង្កើតបាន account ហើយអានេះយើងចុចខ្វែងខាងលើហ្នឹងមកបាច់ខ្វល់ជាមួយនឹងវាទេព្រោះកន្លែងហ្នឹងវាចង់ឲ្យយើងបង់លុយកុំឲ្យលុបពាណិជ្ជកម្មអីចឹងទៅអូខេអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកនរគ្នាអាចធ្វើបានគ្រប់គ្នា